ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំបងប្អូនមកមើលពីរបៀបសសម្លក្រហើទំពាំងដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់គ្រឿងផ្សំរបស់យើងគឺមានទំពាំងសម្រាប់ទំពាំងនេះយើងចាត់ជាចំណិតស្ដើងចឹងបងប្អូនយើងប្រើក្បិតមុខពីរក៏បានឈូសក៏បានស្លឹកបាសសម្រាប់ស្លឹកបាសនេះយើងបេះវាជាស្លឹកបងប្អូនស្អំននងម្ទេសហាវ៉ៃក្បាលត្រីសម្រាប់ត្រីបងប្អូនអ្នកដាក់ត្រីឆ្លាំងចំនួនក៏បានដែរឬក៏ត្រីពោក៏ឆ្ងាញ់ដែរបងប្អូនតែសម្រាប់នាងខ្ញុំថ្ងៃនេះគឺខ្ញុំស្លជាមួយនឹងក្បាលត្រីកំពឹសគឺយើងបេះក្បាលវាស្អាតមកបងប្អូនណាប្រហុកទឹកត្រីយើងទុកបន្ថែមម៉ាស៊ីនជាគ្រឿងយើងស្ទើប្រៃបងប្អូនប៊ីចេងដុំស៊ុបតែបងប្អូនពេលនេះទឹកសាឡតរបស់យើងបានពុះណាយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាមុនដំបូងឡើយយើងត្រូវដាក់ទំពាំងដែលយើងបានចិត្តស្ដើងនោះចូលទៅបងប្អូនណាយើងដាក់វាចូលទៅហើយយើងស្ងោរវាទុកប្រហែលជា15ទៅ20នាទីទៅបងប្អូនតែយើងដាក់ទំពាំងចូលយើងត្រូវដាក់ថែមប៊ីចេងបន្តិចទៅបងប្អូនដើម្បីឲ្យវាឆាប់សាបអញ្ចឹងណាពេលយើងដាក់ទំពាំងចូលក្នុងទឹកអញ្ចឹងហើយយើងបន្ថែមជាមួយប៊ីចេងបន្តិចទៅបន្តមកទៀតគឺយើងដាក់វារំងាស់ចោលប្រហែលជា15ទៅ20នាទីទៅបងប្អូនណាបើសិនជាពេលវារីងទឹកយើងថែមទឹកទៅពេលដែលវាមានពពុះអណ្ដែតមកគឺយើងដងវាចោលទៅបន្តមកទៀតគឺយើងដាក់បាយចូលបន្តិចបងប្អូនណាយើងដាក់បាយក៏បានអង្ករក៏បានដែរពេលយើងដាក់ចូលទៅគឺវាធ្វើឲ្យទឹកស្លរបស់យើងរៀងខាប់បន្តិចហើយណាមួយគឺវាឈ្ងុយម្យ៉ាងដែរបងប្អូនណាដូចបញ្ជាក់មិញចឹងបងប្អូនឲ្យដាក់អង្ករបន្តិចក៏បានឬក៏បាយក៏បានដែរអត់អីទេហើយបើសិនជាវាមានឡើងពពុះមកអញ្ចឹងគឺយើងដងវាចោលទៅបងប្អូនណាយើងព្យាយាមដងវាចេញរហូតអញ្ចឹងទៅហើយបើសិនជាពេលរីងទឹកគឺយើងថែមទៅពេលនេះទំពាំងរបស់យើងគឺបានសាបហើយបងប្អូនណាវាឡើងហាងអញ្ចឹងណាអញ្ចឹងហើយយើងយកប្រហុកមកជុំវាយើងជុំទៅជុំមកអញ្ចឹងទៅយើងយកតែបន្តិចសាច់វាទេបងប្អូនណាសម្រាប់ស្បែកជាមួយនឹងឆ្អឹងគឺយើងអត់យកទេយើងត្រូវយកវាចេញហើយបើសិនជាមានពេលដែលយើងដាក់ប្រហុកហើយយើងអត់អាចក្របវាបានទេបងប្អូនណាយើងកុំក្របវាបើសិនជាយើងក្របវាធ្វើឲ្យទឹកស្លរបស់យើងគឺល្អក់អញ្ចឹងហើយយើងកុំក្របយើងបើកចំហចោលទៅយើងជ្រុំរហូតតតែសាច់ត្រីចេញសាច់ប្រហុកនឹងចេញពីសាច់ចេញពីស្បែកនឹងឆ្អឹងវាអស់ហើយសូមយើងយកចេញហើយមានពពុះដែនមកហ្នឹងដូចបញ្ជាក់មិញចឹងបងប្អូនគឺព្យាយាមដងចោលពពុះហ្នឹងគឺវាចេញពីទំពាំងមកខ្លះឬវាច្រើនគឺវាចេញមកពីប្រហុកពេលបន្ទាប់ពីយើងដាក់ប្រហុកចូលហើយអញ្ចឹងណាបន្តមកទៀតគឺយើងដាក់ក្បាលត្រីដែលយើងបានលាងសម្អាតរួចរាល់ហ្នឹងចូលទៅហើយពេលដែលយើងដាក់ក្បាលត្រីចូលបងប្អូនអាចកូរវាខ្លាំងបានទេបងប្អូនណាមិនសិនជាវាអណ្ដែតនៅពីលើយើងអាចយកវែកជ្រុំសង្កត់វាបន្តិចឲ្យតែលិចទឹកទៅយើងកុំកូរវាឲ្យសោះកាលណាដែលយើងកូរវាធ្វើឲ្យត្រីហ្នឹងគឺឆ្អាបអញ្ចឹងហើយយើងអត់កូរទេហើយយើងដាក់ជ្រុំអញ្ចឹងទៅបងប្អូនណាសង្កត់វាចូលតិចអញ្ចឹងទៅធ្វើម៉េចឲ្យវាលិចក្នុងទឹកហើយពពុះណាយើងដងវាចេញមកសម្មែនវាដងបន្តិចចេញមកអស់តតែស្អាតអស់អញ្ចឹងទៅយើងទុកឲ្យត្រីរៀងឆ្អិនបន្តិចបន្តមកទៀតគឺយើងដាក់គ្រឿងបន្តចូលមកទៀតមកទឹកស្លរបស់យើងគឺដាំពុះល្អណាស់បងប្អូនណាអញ្ចឹងហើយពពុះហ្នឹងដូចបញ្ជាក់មិញអញ្ចឹងយើងអាសាដងចោលយើងកុំទុកអីពពុះហ្នឹងគឺវាចេញពីក្បាលត្រីមកទេអញ្ចឹងហើយទឹកហ្នឹងគឺវាថាវាខាប់វាអត់ស្អាតទេបើទឹកស្លយើងល្អអញ្ចឹងណាបន្តមកទៀតគឺយើងដាក់ននងចូលននងយើងចិត្តសម្អល់ស្អាតទៅយើងចិត្តជ្រុងមកយើងដាក់ននងចូលរួចរាល់ហើយបន្តមកទៀតគឺយើងដាក់ម្ទេសហាវ៉ៃចូលម្ទេសហាវ៉ៃហ្នឹងយើងកាត់វាជាពីរមក
យើងមិនបាច់ចិត្តយកគ្រាប់ចេញក៏បានដែរបងប្អូនវាអត់ហឹលទេណាយើងដាក់វាមួយផ្លែទៅកុំយូរពេកបងប្អូនដាក់ឲ្យថាវាឆ្អិនល្មមទៅយើងដាក់គ្រឿងផ្សំផ្សេងទៀតចូលទៅសម្រាប់ពពុះដូចនិយាយដដែលអញ្ចឹងគឺយើងព្យាយាមដងវាចេញហើយបន្តមកទៀតគឺយើងដាក់កំពឹសចូលទៅដាក់កំពឹសចូលទៅបងប្អូនណាកំពឹសយើងអាចដាក់ជាមួយត្រីហ្មងបានទេដោយសារតែថាយើងដាក់យូរពេកវាធ្វើឲ្យកំពឹសយើងនឹងវាស្វិតអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់ចាំពេលដែលយើងដាក់ដំណើរមួយរាល់ទៅយើងដាក់វាចូលអញ្ចឹងទៅបងប្អូនកុំកោខ្លាំងបងប្អូនណាគ្រាន់តែដួសដូចថាយើងតិចជុំតិចបានហើយបើយើងកោខ្លាំងគឺវាធ្វើឲ្យឆ្អាបហើយមួយទៀតគឺវាបែកសាច់ត្រីអស់អញ្ចឹងហើយយើងកោវាល្មមបានហើយពពុះហ្នឹងយើងព្យាយាមសម្ដែងដងចេញមកវាចេញពីកំពឹសមកម្ដងទៀតអញ្ចឹងពីដំបូងនេះគឺយើងដងពេលដែលចេញពីត្រីមករួចរាល់ហើយអញ្ចឹងយើងដាក់កំពឹសគឺវាចេញមកម្សៅទៀតហើយអញ្ចឹងយើងដងវាចេញមកតិចតតែស្អាតអស់អញ្ចឹងទៅកាលណាបើយើងអត់ដងចេញទេទឹកស្លរបស់យើងគឺខាប់ហ្មងខាប់ខ្លាំងអញ្ចឹងហើយយើងព្យាយាមដងទៅនេះបន្លែរបស់យើងបានឆ្អិនល្មមណាអញ្ចឹងបន្តមកទៀតគឺយើងដាក់ស្លឹកបាសចូលទៅសម្រាប់ស្លឹកបាសនេះគឺយើងអត់ដាក់យូរទេព្រោះអីបើយើងដាក់យូរគឺវាលួយអស់គឺអត់ឆ្ងាញ់ទេអញ្ចឹងហើយពេលដែលអាណូងជាមួយនឹងម្ទេសរបស់យើងបានឆ្អិនល្មមអត់ឆ្អិនខ្លាំងបងណាគឺល្មមដូចថាឆ្អិនត្រឹមដូចថាបងប្អូនចូលចិត្តហើយគឺយើងដាក់ស្លឹកបាសនេះចូលតាមក្រោយយើងជុំសកត់ឲ្យចូលលិចទឹកប៉ុណ្ណឹងទៅបន្តមកទៀតគឺយើងដាក់ស្អំចូលដាក់ស្អំចូលបងប្អូនណាចូលយើងជ្រុំតិចទៅប៉ុណ្ណឹងជារួចរាល់แล้วបងប្អូនណាស្លរបស់យើងគឺបានរួចរាល់ហើយប៉ុណ្ណឹងយើងភ្លក់ទៅរសជាតិដែលយើងគិតថាស្ទើរអីយើងថែមនឹងទៅបងប្អូនណាតមកទៀតយើងអាចញ៉ាំជាមួយនឹងយើងធ្វើទឹកត្រីម្ទេសឲ្យកូនចានមកហើយសម្លនេះយើងអាចញ៉ាំជាមួយត្រីចៀនដូចជាត្រីចៀនដូចថាប្រឡាក់ចៀនត្រីងៀតកាន់តែឆ្ងាញ់បងប្អូនបើបានពងទាចៀនស្អំញ៉ាំជាមួយទៀតកាន់តែជួយជាតិមែនតែម្ដងតែអរគុណច្រើនបងប្អូនទាំងអស់គ្នាពេលនេះសម្លប្រហើរទំពាំងរបស់ពួកយើងគឺបានឆ្អិនរួចរាល់ហើយបើសិនជាចូលចិត្តសូមជួយចុច like និង subscribe channel របស់នាងខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមអរគុណច្រើនអាចសាកល្បងធ្វើញ៉ាំបានទាំងអស់គ្នាបងប្អូនណា